គាត់បានលើកជើងមុខរបស់គាត់ឡើងហើយបានប្រើកម្លាំងទាំងអស់បោកទៅលើផ្ទៃទឹកកករុនទឹកកកមួយក៏បានលេចចេញមកឆ្កែផ្ទៃទៀតឃើញដូច្នោះក៏ប្រញាប់រត់មកបន្ទាប់ពីការធ្វើដំណើរអស់រយៈពេល3ថ្ងៃពួកគេបានផឹកទឹកដំបងហើយប៉ុន្តែឆ្កែ Husky មួយក្បាលនេះគឺជាករណីលើកលែងគាត់មិនត្រឹមតែមិនទៅទីនោះទេថែមទាំងបានស្ដីបន្ទោសយ៉ាងខ្លាំងដល់ឆ្កែដែលចង់ទៅផឹកទឹកទៀតគាត់គឺជាមេក្រុមឆ្កែអូស្រទេសទឹកកកទើបតែបានកាន់កាប់រុនទឹកតែមួយគត់នៅទីនេះឆ្កែផ្ទៃទៀតចិត្តនឹងដាច់ខ្យល់ស្លាប់ដោយសារស្រីគាត់ក៏នៅតែមិនឲ្យពួកគេផឹកទឹកដែរប្រឈមមុខនឹងការធ្វើបាបបែបនេះពួកឆ្កែបានត្រឹមតែលាក់ទុកការមិនពេញចិត្តនៅក្នុងចិត្តប៉ុណ្ណោះតើអ្នកណាទៅហ៊ានជាមួយមេធំបិទមើលទៅស្ថានភាពដ៏កំសត់របស់មិត្តភក្តិដោយក្តីអស់សង្ឃឹមមានតែប្រើប្រាស់អត្ថប្រយោជន៍នៃរូបរាងដ៏ធំដើម្បីចោះរុនទឹកកកមួយឲ្យពួកគេប៉ុន្តែសកម្មភាពបែបនេះពិតជាកំពុងតែឌឺដងដល់អំណាចរបស់ Husky គេដឹងថាបាច់គឺជាឆ្កែដែលមកពីភាគខាងត្បូងមិនចេះអូស្រទេសទឹកកកតតែសោះក៏ធ្វើជាបង្ហាញឲ្យគេឃើញដល់ចិត្តណាស់គេបានប្រើកម្លាំងរុញច្រានពេលបាត់យ៉ាងលឿនក្រវែងបាក់ឲ្យដួលទៅលើដីដើម្បីឲ្យគេបោកទៅនឹងមេឃឈើនៅក្បែរនោះបន្ទាប់ពីធ្វើរឿងទាំងអស់នេះហើយគេក៏មិនភ្លេចញឹមដោយមុតដោយមិនដឹងថាតំណែងរបស់ខ្លួនចិត្តនឹងបាត់បង់ឡើយគេមិនដឹងថាទឹកអាចនាំទុកទៅមុខបានក៏អាចធ្វើឲ្យលេចទុកបានធម្មតាគេតែងតែអាងអំណាចរបស់ខ្លួនដណ្ដើមចំណីរបស់ឆ្កែផ្ទៃទៀតហ្វូងឆ្កែបានត្រឹមតែបណ្ដោយឲ្យ Husky ធ្វើបាបតាមចិត្តរាល់ពេលដែលបាក់បានឃើញគេតែងតែចែករំលែកចំណីរបស់ខ្លួនឲ្យពួកគេប៉ុន្តែសកម្មភាពដែលមើលទៅហាក់ដូចជាធម្មតាបែបនេះបែរជាត្រូវបានមិត្តភក្តិចងចាំទុកក្នុងចិត្តនេះក៏ជាមូលហេតុដែលធ្វើឲ្យគេអាចក្លាយជាមេដឹកនាំឆ្កែនៅថ្ងៃក្រោយតែអ្វីដែលសំខាន់បំផុតបាត់ហេតុមួយធ្វើឲ្យបាត់ចំនួនតំណែងរបស់ Husky ទាំងស្រុងនៅក្នុងចិត្តរបស់ម្ចាស់នៅថ្ងៃនោះម្ចាស់ស្រីកំពុងស្វែងរកផ្លូវនៅលើទន្លេទ្រង់ពេជ្រនោះផ្ទៃទឹកក៏បានបែកខ្ទេចខ្ទីនាងក៏បានធ្លាក់ចូលទៅក្នុងទឹកភ្លាមជ្រុនទឹកទន្លេបាននាំម្ចាស់ស្រីទៅតាមខ្សែទឹកខាងក្រោមនៅក្នុងគ្រាដ៏គ្រោះថ្នាក់នេះមានស្រមោលមួយបានស្ទុះចេញមកយ៉ាងលឿនដូចបានលោតចុះទៅដោយមិនស្ទាក់ស្ទើរបន្ទាប់ពីចុះទឹកវាក៏បានហែសំដៅទៅរកម្ចាស់ស្រីភ្លាមទោះបីជាបានជួយសង្គ្រោះនាងបានសម្រេចក៏តែនៅខាងលើសុទ្ធតែជាស្រទាប់ទឹកកកដ៏ក្រាស់ប្រសិនបើពួកគេមិនអាចឡើងមកលើបានទាន់ទាំងមនុស្សនិងឆ្កែនឹងត្រូវថប់ដង្ហើមស្លាប់នៅក្នុងទឹកនៅក្នុងគ្រាដ៏អាសន្នបំផុតនេះបាក់ស្រាប់តែឃើញស្រមោលខ្មៅមួយវាមិនមានពេលគិតច្រើនទេដោយដើរតាមទីដែលនោះវាបានប្រើកម្លាំងទាំងអស់ដើម្បីបុកទៅលើវាបានបំបែកផ្ទៃទឹកក៏បានសម្រេចបាននាំម្ចាស់ស្រីរត់គេចចេញមកពេលឡើងមកដល់មិនត្រឹមតែខ្លួនឯងហត់ដូចឆ្កែនោះទេនៅក្បែរនោះថែមទាំងបង្ហាញភាពអែមល្ហែមដាក់មួយសន្ទុះក្រោយមកទុកមិនជាប់ក៏ត្រូវបានខ្សែទឹកហូរនាំទៅបាត់ម្ចាស់ទើបតែដឹងខ្លួនថាមានឆ្កែមួយក្បាលទៀតនៅក្នុងទឹកក៏ចាប់ផ្ដើមស្វែងរកយ៉ាងអន្ទះសារគាត់បានសម្លឹងមើលទីតាំងឲ្យច្បាស់រួចចង់ប្រើកាំបិតតូចចាប់បំបែកផ្ទៃទឹកទោះបីជាផ្លែកាំបិតបាក់ក៏ដោយក៏មិនបានបន្សល់ទុកស្លាកស្នាមអ្វីបន្តិចសោះនៅលើនោះនៅពេលដែលគាត់កំពុងគូបផ្ទៃទឹកក៏យ៉ាងអស់សង្ឃឹមក៏មានដំបងមួយត្រូវបានហុចមកឲ្យយ៉ាងស្ងៀមស្ងាត់ម្ចាស់ប្រុសឃើញដូច្នោះក៏មិនបានគិតអ្វីច្រើនប្រញាប់យកវាទៅវាកំទេចទឹកកកតែស្រាប់តែគាត់នឹកឃើញអ្វីម្យ៉ាងក៏ងាកក្បាលទៅមើលឃើញថាបាច់កំពុងអង្គុយនៅក្បែរគាត់យ៉ាងស្លូតបូកបុរសនោះរំភើបចិត្តជាខ្លាំងក៏អបវាចូលក្នុងរង្វង់ដៃភ្លាមឆ្កែ Husky មើលរឿងរ៉ាវទាំងអស់នេះដឹងថាដល់ពេលត្រូវសម្រេចថាអ្នកណាខ្លាំងជាងហើយសកម្មភាពមិនខ្លាចស្លាប់របស់បោះធ្វើឲ្យម្ចាស់ស្រីដែលធ្លាប់តែមិនទុកចិត្តគាត់ក៏បានលះបង់ការរើសអើងចោលដែរទាំងបានផ្ដល់រង្វាន់ជាផ្លូវមន់ធំមួយដល់គាត់នេះត្រូវបានឆ្កែ Husky នៅខាងលើមើលឃើញវាកំពុងរងចាំឱកាសមួយឱកាសដែលអាចដេញបោកចេញទៅបាននៅយប់នោះឯងបោកបានឃើញទន្សាយមួយក្បាលដោយសារតែនៅមានចិត្តដូចក្មេងគាត់ក៏បានដេញតាមវាភ្លាមឆ្កែផ្ទៃទៀតឃើញដូច្នោះក៏ដេញតាមទៅដែរមិនយូរប៉ុន្មានគាត់ក៏ចាប់បានទន្សាយនោះបោកគ្រាន់តែចង់លេងជាមួយទន្សាយប៉ុណ្ណោះមិនមែនចង់ស៊ីវានោះទេបន្ទាប់មកក៏បានលេងវាទៅវិញប៉ុន្តែស្រាប់តែឆ្កែ Husky បានស្ទុះហើយបានខំទន្សាយនោះឲ្យមកដោយមិនស្ទាក់ស្ទើរបំណងគឺដើម្បីបញ្ឆេះការប្រកួតប្រជែងជាមួយបោកវាមិនអនុញ្ញាតឲ្យឋានៈជាមេហ្វូងរបស់វាត្រូវបានគំរាមកំហែងឡើយឆ្កែផ្ទៃទៀតឃើញហើយក៏នាំគ្នាថយក្រោយដោយភាពភ័យខ្លាចតែបោកមិនបានគេចចេញនោះទេព្រោះគាត់មិនយល់ពីស្ថានភាពតតែសោះមិនយល់ថាហេតុអ្វីបានជា Husky ចង់មករករឿងគាត់បន្ទាប់មកឆ្កែទាំងពីរបានចាប់ផ្ដើមវាយគ្នាបោកត្រូវបានគេវាយរហូតដល់ថយក្រោយជាបន្តសារគ្មានបទពិសោធន៍ក្នុងការប្រយុទ្ធគាត់បានត្រឹមតែគេចនឹងរុនតែមិនយូរប៉ុន្មានគាត់ត្រូវបាន Husky ស្ទុះមកវាគាត់ត្រូវបានគេផ្ដួលឲ្យដួលបោកខ្លួន3ដងជាប់គ្នាស្ទើរតែឈោមមិនជាប់ទៅហើយប៉ុន្តែនៅវិនាទីបន្ទាប់គាត់នៅតែមានភាពក្លាហានស្ទុះទៅមុខប៉ុន្តែនៅចំពោះមុខ Husky ដែលជាជើងចាស់គាត់មិនមែនជាគូប្រកួតតតែសោះបន្ទាប់មក Husky បានចូលទៅជិតហើយហិតក្លិនដើម្បីឲ្យប្រកាសថាអ្នកឈ្នះនិងអ្នកចាញ់ត្រូវបានពេលចាក់ចេញវាក៏មិនភ្លេចសាច់ចំអកឲ្យបាក់ដែរអ្វីដែលវាធ្វើបែបនេះគឺដើម្បីបង្ហាញអំណាចដល់ឆ្កែផ្ទៃទៀតដើម្បីពង្រឹងឋានៈរបស់ខ្លួនឲ្យកាន់តែរឹងមាំប៉ុន្តែមានតែឆ្កែមួយក្បាលនេះគាត់ជឿថាបាក់នឹងមិនដួលត្រឹមនេះទេបានស្រែកដាក់គាត់ព្យាយាមដាស់បាក់ឲ្យភ្ញាក់ឡើងភ្លាមនោះអភូតហេតុក៏បានកាត់ឡើងគាត់ពិតជាបានក្រោកឈរឡើងយឺតសភាពគាត់ព្រៃពីដើមរបស់គាត់ក៏ត្រូវបានដាស់ឲ្យភ្ញាក់ឡើងបញ្ចេញចង្គមដ៏សាហាវរបស់គាត់ Husky ឃើញហើយក៏មានអារម្មណ៍ភ័យខ្លាចបន្តិចដែរតែក្នុងនាមជាមេហ្វូងគាត់មិនអាចបាត់បង់អំណាចនៅចំពោះមុខហ្វូងឆ្កែបានទេមានតែបង្ខំចិត្តចូលប្រយុទ្ធចុងក្រោយគាត់បានចាញ់ក្រោមដៃរបស់បោកចាប់ពីពេលនោះមកគាត់ក៏បានស្អីតែចេះតែបំភ្លេចបំផ្លាញផ្ទះសម្បែងនោះឯង Husky ដឹងថាខ្លួនឯងបានបាត់បង់តំណែងជាមេហ្វូងហើយមានតែជ្រើសរើសចាក់ចេញទៅដោយស្ងប់ស្ងាត់រហូតដល់បាត់ខ្លួនក្នុងវាលទឹកកកព្រឹកឡើងនៅថ្ងៃបន្ទាប់ម្ចាស់ប្រុសក៏រកឆ្កែដឹកមុខរបស់គាត់មិនឃើញឡើយគ្មានជំរឿទេគាត់មានតែប្រើ Solex ដែលមានបទពិសោធន៍មកជំនួសតំណែងជាមេហ្វូងប៉ុន្តែនៅពេលនោះឯងបាក់បែកជាមកឈរនៅខាងមុខគេបង្អស់នៃក្រុមម្ចាស់ប្រុសឃើញដូច្នោះក៏ប្រាប់ឲ្យវាត្រឡប់ទៅកន្លែងរបស់ខ្លួនតែមិនថាគាត់បញ្ជាយ៉ាងណាក៏ដោយក៏មិនមានបំណងចង់ត្រឡប់ទៅវិញបន្តិចសោះឡើយដោយគ្មានជំរឿគាត់នឹងម្ចាស់ស្រីនេះតែទាញវាទៅខាងក្រោយបន្ទាប់មកក៏នាំយក Solex ចេញមកម្ដងទៀតប៉ុន្តែវាបានសម្លឹងមើលទៅបាក់ដែលនៅខាងក្រោយវាដាច់ខាតមិនព្រមពាក់ខ្សែកឡើយរឿងនេះធ្វើឲ្យម្ចាស់ប្រុសខឹងយ៉ាងខ្លាំងចំណែកបាក់វិញបានអង្គុយចុះយ៉ាងស្ងៀមស្ងាត់រងចាំឲ្យម្ចាស់ប្រុសឲ្យវាត្រឡប់ទៅវិញដោយឃើញថាពេលវេលាភ្ញាក់សម្បត្តិដែលបានកំណត់ចិត្តមកដល់ហើយដោយគ្មានជំរឿគាត់មានតែឲ្យបាក់សាឡបងមើលនៅពេលដែលបាក់ដើរទៅខាងមុខឆ្កែទាំងអស់ក៏សម្លឹងមើលទៅវាព្រមគ្នាពួកគេបានទទួលស្គាល់បាក់ពីក្នុងចិត្តយ៉ាងពិតប្រាកដក្នុងតំណែងជាមេហ្វូងនៅខណៈពេលនេះក្រុមសុនក៏ទើបតែបានរួបរวมគ្នាជាធ្លុំមួយយ៉ាងពិតប្រាកដនៅពេលម្ចាស់ប្រុសចេញបញ្ជាក្រុមទាំងមូលក៏បានចេញដំណើរយ៉ាងអធិកអធមវាច្បាស់ណាស់ថានៅក្រោមការដឹកនាំរបស់បាក់ក្រុមសុនខាងនេះបានខ្លាំងជាងមុនមិនដឹងជាប៉ុន្មានពីមុនការដែលពួកគេស្ដាប់បង្គាប់មេមនគឺគ្រាន់តែដោយសារតែអំណាចរបស់វាតែចំពោះបាក់គឺពួកគេកោតសរសើរចេញពីក្នុងចិត្តម្ចាស់ប្រុសក៏នឹកស្មានមិនដល់ដែរថាគ្រាន់តែបដូរមេហ្វូងថ្មីក្រុមអូសទេសរុញលើទឹកកកក៏ប្រែជាខុសប្លែកធ្វើឲ្យគាត់រំភើបចិត្តជាខ្លាំងតែមិននឹកស្មានថាសម្លេងរបស់គាត់បានបង្កឲ្យមានការបាក់លំទឹកកកគាត់បានប្រញាប់ប្រាប់ឲ្យបាក់បាត់ទៅឆ្វេងប៉ុន្តែហាក់ដូចជាមានអ្វីយ៉ាងកំពុងតែនាំផ្លូវបាក់ឲ្យគាត់បានឃើញរូងភ្នំមួយនៅក្បែរនោះគឺបែបនេះឯងនៅក្រោមការដឹកនាំរបស់បាក់ពួកគេបានគេចផុតពីច្រាំងថ្មចោតដោយជោគជ័យពេលវេលាដែលបានខាត់បងនៅតាមផ្លូវក៏ត្រូវបានប៉ះពាល់មកវិញហើយទាំងបានទៅដល់ទីរួមខេត្តមុនការកំណត់ទៀតផងតែប្រព័ន្ធហ្វ្រាំងរបស់បាក់ហាក់ដូចជាមិនសូវល្អសោះបុកចូលទៅត្រង់តែម្ដងហាការមើលឃើញមនុស្សអានសម្បត្តិដោយក្តីរីករាយបាក់មានអារម្មណ៍ថាបានរកឃើញអត្ថន័យនៃជីវិតជាក្រុមប្រទេសរុញលើទឹកកកទុកទៅដោយក្តីសង្ឃឹមនិងការនឹករលឹកគាត់ទម្រាំតែមានរឿងមួយដែលខ្លួនចូលចិត្តធ្វើប៉ុន្តែព្រះជាម្ចាស់បែរជាលេងសើចជាមួយគាត់ម្ដងទៀតមនុស្សជាតិបានបង្កើត Telegram បានជំនួសក្រុមប្រទេសរុញលើទឹកកកទាំងស្រុងម្ចាស់ក៏បានបាត់បង់ការងារដោយសារតែរឿងនេះដែរគ្មានជំរឿមានតែលោកក្រុមសាច់ឆ្កែចេញបាក់បានបាត់បង់គ្រួសារម្ដងទៀតប៉ុន្តែក្នុងនាមជាមេដឹកនាំក្រុមគាត់ត្រូវតែរឹងមាំឡើងមើលថែឆ្កែផ្ទៃទៀតឲ្យបានល្អរងចាំម្ចាស់ថ្មីបង្ហាញខ្លួនមិនប៉ុន្មានថ្ងៃក្រោយមកក៏មានអ្នកស្វែងរកមាសសម្នាក់គាត់បានចាប់អារម្មណ៍លើបាក់ដែលមានមាឌធំភ្លាមតែម្ដង
ហើយបានទិញពួកគេគឺម្ចាស់ថ្មីម្នាក់នេះហើយដែលបានបំបីក្រុមស៊ុនខទាំងស្រុងគាត់ទិញឆ្កែអូសរទេសគ្រាន់តែដើម្បីទៅរករកមាសប៉ុណ្ណោះសីតុណ្ហភាពដ៏ត្រជាក់ខ្លាំងបានធ្វើឲ្យរទេះអូស្កប់ជាប់នៅលើភ្លើងទាំងទំនិញពេញមួយរទេះផងនោះក្រុមស៊ុនក៏បានប្រឹងអស់ពីកម្លាំងពីពោះក៏នៅតែមិនអាចអូសវាទៅមុខបានបន្តិចតែបរិះនោះបែរជាគិតថាពួកឆ្កែចង់ខ្ជិលច្រអូសទៅលើកដំបងបំរុងនឹងវីប្រដៅពួកគេស្រាប់តែមានបរិះចំណាស់ម្នាក់បង្ហាញខ្លួនមកខាត់បរិះនោះបាត់ធ្លាប់បានជួយគាត់ពីមុនមកបរិះចំណាស់មិនដាច់ចិត្តឃើញពួកឆ្កែរំទុកឡើយក៏ជួយពួកគេគាស់រទេះអូសចេញហើយបានរំលឹកបរិះនោះដោយចិត្តល្អថាគ្រប់កន្លែងទាំងអស់សុទ្ធតែបានកោរទេះអូសមិនអាចទៅមុខបានតតែសោះហើយពួកគេរងចាំរហូតដល់រដូវការីកូលីទឹកកកសិនតែបរិះដែលប្រញាប់ចង់មានបានតែគេស្ដាប់តាមសម្ដីគាត់ឯណាគាត់នៅតែចេះចង់នាំក្រុមស៊ុនខ្សេងដំណើរទៅមុខទៀតពិតមែនហើយនៅពាក់កណ្ដាលផ្លូវតិចទឹកកកដែលកកចិត្តធ្វើឲ្យពួកគេពិបាកក្នុងការធ្វើហើយនេះគឺជាផ្លូវឡើងទួលទៀតផងឆ្កែចាស់មួយក្បាលស្រាប់តែទប់ខ្លួនមិនជាប់ក្រុមអូសរទេសទឹកកកទាំងមូលក៏បានធ្លាក់ចុះទៅតាមនោះសំណាងល្អដែលបឹកបានទប់ទាន់ពេលទើបអាចគេចផុតពីគ្រោះថ្នាក់ដោយសុវត្ថិភាពប៉ុន្តែរឿងនេះក៏បានធ្វើឲ្យបរិះនោះខឹងសម្បារបានយកខ្សែរំពាត់មកវីទៅលើខ្លួនរបស់ហ្វូងឆ្កែបឹកមិនដាច់ចិត្តឃើញមិត្តរួមក្រុមរងទុក្ខឡើយមានតែនាំពួកគេបន្តដំណើរទៅមុខទាំងលំបាកបរិះចំណាស់នៅផ្ទះសម្លឹងមើលព្រើដែលកំពុងរលាយនៅតែមិនអស់ចិត្តបារម្ភបឹកបានសម្រេចចិត្តចេញទៅតាមរកគាត់ចំណែកឯក្រុមឆ្កែនៅខាងទៀតបានប្រើប្រាស់កម្លាំងទាំងអស់ដែលមានទីបំផុតក៏បានឡើងដល់លើទួលដ៏ចត់នេះសម្លឹងមើលទៅស្ទឹងដែលកកជីទឹកកកនៅចំពឹកនឹកឃើញដល់ទស្សនវិជ្ជាដែលម្ចាស់ស្រីបានធ្លាក់ជោគនៃស្ទឹងនាពេលនោះប្រសិនបើក្រុមរទេះអូសទឹកក៏ឡើងទៅលើនោះវាទំនងជាអាចនឹងជួបគ្រោះថ្នាក់ដែលមិនអាចស្រោចស្រង់បានបរិះនោះបញ្ជាយ៉ាងណាក៏ដោយនៅតែមិនព្រមបន្តទៅមុខទៀតដាច់ខាតឃើញបែបនេះបរិះនោះក៏ដកកំភ្លើងចេញមកភ្លាមចង់សម្លាប់ឆ្កែដែលមិនស្ដាប់បង្គាប់មួយក្បាលនេះសំណាងល្អពេលនោះបរិះចំណាស់បានមកដល់ទាន់ពេលហើយបានជួយសង្គ្រោះបឹកបានសម្រេចប៉ុន្តែឆ្កែតេទៀតមិនមានសំណាងបែបនេះទេមិនថាបរិះចំណាស់ព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយនៅតែជំនះនឹងទៅបន្តទៀតវាបានសម្លឹងមើលបឹកទាំងក្តីអាឡោះអាឡៃការបែកគ្នាលើកនេះប្រហែលជាមិនអាចជួបគ្នាទៀតឡើយគេហើយដែលជាអ្នកធ្វើឲ្យក្រុមឆ្កែទាំងមូលរួបរวมគ្នាប៉ុន្តែជោគវាសនាពិតជាអាក្រក់នេះពួកវាក៏ត្រូវតែបែកគ្នាដែរបរិះចំណាស់បាននាំបឹកត្រឡប់ទៅផ្ទះវិញរងចាំរហូតដល់វាដឹងខ្លួនហើយឃើញទន្លេដែលកំពុងរលាយទឹកកកវាក៏នឹកឃើញដល់មិត្តរួមក្រុមភ្លាមមានការព្រួយបារម្ភយ៉ាងខ្លាំងដឹងថាឥឡូវនេះពួកគេយ៉ាងម៉េចទៅហើយតែក្រោយមកបានដឹងតាមរយៈមាត់របស់អ្នកជីកមាសថាគូសត្វឆ្កែបានរត់គេចខ្លួនដោយជោគជ័យហើយដូច្នេះហើយគាត់ក៏បានទៅរកបរិះចំណាស់នោះហើយបានទម្លាក់កំហុសគ្រប់យ៉ាងទៅលើគាត់សំណាងល្អដែលបឹកបានបង្ហាញខ្លួនទាន់ពេលហើយបានជួយសង្គ្រោះគាត់ពីត្រឡប់មកវិញបឹកបានងើយមុខទៅលើមេឃហើយស្រែកហៅបីជាទៅថ្ងៃមុខប្រហែលជាមិនអាចជួបគ្នាទៀតក៏ដែរនៅពេលដឹងថាពួកគេសុខសប្បាយវាក៏អាចធូរចិត្តបានដែរហើយបរិះចំណាស់ក៏មានរឿងរ៉ាវដែលមិនធ្លាប់មានអ្នកណាដឹងដែរប្រុសរបស់គាត់ក៏ធ្លាប់ជាអ្នកជីកមាសម្នាក់ដែរហើយថែមទាំងបានបាត់បង់ជីវិតដោយសាររឿងនេះពីពេលនោះមកជីវិតរបស់គាត់ក៏បាត់បង់ទីដើមជារៀងរាល់ថ្ងៃគាត់បានចំណាយពេលទៅលើការផឹកស្រាពេលឃើញបរិះចំណាស់ដែលកំពុងតែក្រៀមក្រំក៏មានគំនិតម្យ៉ាងវាបានធ្វើឲ្យកំពុកកែវស្រារបស់គាត់ដោយចិត្តមកទៀតវាក៏បានខំដប់ស្រាដើរទៅមាត់ទ្វារមិនថាបរិះចំណាស់ស្រែកហើយយ៉ាងណាក៏មិនមានប្រសិទ្ធភាពបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដើរចេញទៅខាងក្រៅយកស្រាទៅកប់ក្នុងព្រើបរិះចំណាស់ស្មានថាបឹកចង់ឲ្យគាត់ផឹកស្រាត្រជាក់លទ្ធផលគឺវាបានអង្គុយពីលើវាទោះបីជាខំរុញយ៉ាងណាក៏មិនទៅជំរឿបរិះចំណាស់ក៏ត្រូវបង្ខំចិត្តយកអង្គុយចុះមើលផ្កាយជាមួយវារៀបរាប់ពីបទពិសោធន៍របស់ខ្លួននេះគឺជារឿងរ៉ាវរបស់បរិះចំណាស់និងបោះនៅថ្ងៃបន្ទាប់គាត់ក៏បានយល់ច្បាស់ពីអ្វីគ្រប់យ៉ាងហើយបានរកឃើញគោលដៅក្នុងជីវិតនោះគឺការសម្រេចបំណងប្រាថ្នាចុងក្រោយរបស់កូនប្រុសស្វែងរកទន្លេមាសនោះដូច្នេះហើយម្នាក់នឹងឆ្កែមួយក្បាលក៏បានចេញដំណើរតាមការណែនាំនៃផែនទីបុរាណពួកគេបានឆ្លងកាត់ទន្លេដែលមានទឹកថ្លាឆ្វង់ឆ្លងកាត់ជ្រលងភ្នំដែលមានសត្វបក្សីហោះឆ្លងកាត់ទឹកធ្លាក់តូចដែលមានចរន្តទឹកហូរខ្លាំងបែបនេះបន្ទាប់ពីការធ្វើដំណើរយ៉ាងលំបាកអស់រយៈពេលជាច្រើនថ្ងៃច្រើនបំផុតបានមកដល់ទឹកដីក្នុងរឿងព្រេងដែលមិនធ្លាប់មានមនុស្សទន្លេមាសដើម្បីខ្លួនឯងបរិះចំណាស់បានសង់ខ្ទមឈើដ៏សាមញ្ញមួយបន្ទាប់មកក៏ចាប់ផ្ដើមស្វែងរកមាសនៅក្នុងទន្លេមិនយូរប៉ុន្មានបរិះចំណាស់ក៏បានរកឃើញមាសមួយដុំដែលមានទំហំប៉ុនក្រចកដែរមើលទៅពួកគេពិតជាមិនបានមកខុសកន្លែងមែនឃើញទស្សនវិជ្ជាបែបនេះបឹកក៏បានមុជចូលទៅក្នុងទឹកដើម្បីស្វែងរកដែរបរិះចំណាស់បានប្រាប់វាឲ្យរកមើលថ្មពណ៌មាសបែបនេះបឹកយកភ្លាមតែម្ដងមិនយូរប៉ុន្មានក៏មុជចូលទៅក្នុងទឹកថាមាសមួយដុំដែលមានទំហំប៉ុនកណ្ដាប់ដៃដោយឃើញថាបរិះចំណាស់មិនបានចាប់អារម្មណ៍បឹកស្មានថាខ្លួនឯងរកខុសបន្ទាប់មកក៏ទម្លាក់ដុំមាសនោះចោលក៏មុជចូលទៅក្នុងទឹកដើម្បីស្វែងរកម្ដងទៀតមិនយូរប៉ុន្មានក៏រកឃើញមាសមួយគ្រាប់ទៀតដែលមានទំហំប្រហាក់ប្រហែលនឹងមាសនៅក្នុងដៃរបស់បរិះនៅពេលដែលវាទើបតែទម្លាក់មាសចូលទៅក្នុងចៃដៃឃើញស្រមោលពណ៌ស្មួយបានជ្រៀលកាត់នៅត្រើយម្ខាងបន្ទាប់ពីទទួលបានការយល់ព្រមពីបរិះចុះប្រញាប់រត់ទៅកាន់ត្រើយម្ខាងទៀតគេបានដេញតាមស្រមោលពណ៌រហូតទៅមុខរំពេចនោះមានខ្លាឃ្មុំពណ៌ត្នោតមួយបានលេចចេញមកក្នុងខ្លាឃ្មុំពណ៌ត្នោតបានស្រែកក្រហមដាក់បោកហាក់ដូចជាចង់ដេញគេឲ្យចេញពីទីនេះបឹកមិនដែលធ្លាប់ឃើញទស្សនវិជ្ជាបែបនេះពីមុនមកទេសត្វមួយនេះមិនមែនស្រួលដោះស្រាយគេក៏ប្រញាប់គេចពីខ្លាឃ្មុំពណ៌ត្នោតរួចរត់ចូលទៅក្នុងព្រៃជ្រៅមិនដឹងថាដេញតាមអស់រយៈពេលយូរប៉ុន្តែភ្នែករបស់បឹកភ្លឺឡើងសត្វមួយដែលមានលក្ខណៈស្រដៀងតែសម្លឹងមើលមកខ្លួនបឹកត្រូវបានឆ្កែព្រៃពណ៌ដែលមានរោមស្ដួយព្រើតាក់ទាញយ៉ាងខ្លាំងក្នុងមួយរំពេចនោះគេស្រាប់តែមានអារម្មណ៍រំភើបញាប់ប្រហែលជាហើយគឺជាអ្វីដែលមនុស្សហៅថារសជាតិនៃសេចក្តីស្រឡាញ់បានលើកក្រញាំឡើងដើម្បីបង្ហាញពីភាពស្និទ្ធស្នាលឆ្កែព្រៃពណ៌ស្នោះបែរជាពោពេញដោយការរំសំដៅទៅក្នុងព្រៃជ្រៅដោយមិនងាកក្រោយវិញឡើយនៅពេលឃើញស្នាមជើងនៅលើដីដូចនឹងស្នាមជើងរបស់ខ្លួនបានដឹងថាចោះនឹងរូបគេគឺជាប្រភេទសត្វតែមួយចាប់ពីពេលនោះមកបឹកក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងខ្លាំងក្នុងចិត្តរបស់គេពោពេញទៅដោយរូបរាងដ៏ស្រស់ស្អាតរបស់ចោះតាំងពីពេលនោះមកបឹកតែងតែទៅតាមរកចោះជារៀងរាល់ថ្ងៃហើយគ្រាន់តែចោះស្ងាត់មកមើលបន្តិចក៏អាចធ្វើឲ្យគេភើបញាប់ញ័រក្នុងចិត្តចោះនឹងស្ដេចចោះកំពុងដេញប្រមាញ់ជ្រូកព្រៃមួយក្បាលនឹកស្មានមិនដល់ថាស្ដេចចោះស្រាប់តែឲ្យជើងចូលទៅក្នុងទឹកដែលកំពុងហូរយ៉ាងខ្លាំងតែមួយប៉ព្រិចភ្នែកក៏ត្រូវបានទឹកហូរគូយកទៅស្ដេចចោះបានជាប់នៅលើឈើងាប់នៅក្បែរមាត់ទឹកធ្លាក់ពងចោះក៏តិចទៀតមិនហ៊ានចូលទៅជួយឡើយនៅក្នុងគ្រាដ៏មានអាសន្នបំផុតនោះបឹកបានស្ទុះរត់យ៉ាងលឿនហើយលោតទៅទីនោះភ្លាមឃើញថាស្ដេចចោះមិនអាចតស៊ូបានយូរទៀតទេបឹកស្រាប់តែនឹកឃើញគំនិតមួយភ្លាមដោយពឹងផ្អែកលើរូបរាងដ៏ធំមាំមួយរបស់គេបានខំប្រឹងអូសឈើងាប់នោះមករកចាំងវិញយ៉ាងអស់ពីត្រូវតែនិយាយថានៅពេលនេះបឹកពិតជាសង្ហាខ្លាំងណាស់ឡើយដល់ថ្នាក់រកអ្វីប្រៀបមិនបានឡើយបន្ទាប់ពីបានខិតខំអស់ពីកម្លាំងកាយចុងក្រោយបឹកបានជួយសង្គ្រោះស្ដេចចោះឡើងមកដោយជោគជ័យបន្ទាប់ពីឆ្លងកាត់រឿងនេះបឹកមិនត្រឹមតែទទួលបានការទទួលស្គាល់ពីហ្វូងចោះទាំងបានឆក់យកបេះដូងរបស់ចោះទៀតផងចាប់ពីពេលនោះមកបឹកមានកន្លែងស្នាក់នៅថ្មីមួយទៀតហើយជារៀងរាល់ថ្ងៃគេតែងតែទៅបរបាញ់ជាមួយចោះថ្ងៃនេះចាប់បានមាន់ព្រៃមួយក្បាលថ្ងៃស្អែកយកត្រីធំមួយក្បាលមកវិញជីវិតបែបនេះពិតជាមានក្តីសុខរកអ្វីប្រៀបមិនបានឡើយហាហាហាបរិះចំណាស់បានសម្រេចបំណងប្រាថ្នារបស់កូនប្រុសគាត់ហើយក៏បានរកឃើញកន្លែងស្នាក់នៅថ្មីរបស់ខ្លួនដែរបរិះចំណាស់ដឹងថាដល់ពេលដែលត្រូវចាក់ចេញហើយគាត់មិនមានបំណងយកមាសទាំងនោះទៅជាមួយឡើយដូច្នេះហើយគាត់ក៏បានបោះមាសទាំងនោះចូលទៅក្នុងទន្លេវិញតែបន្តិចបន្តួចសម្រាប់តម្រូវការរស់នៅបឹកសម្លឹងមើលបរិះចំណាស់ដោយក្តីអាឡោះអាល័យប៉ុន្តែបរិះចំណាស់ដឹងយ៉ាងថាប្រហែលជាទីនេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់បឹកដើរបណ្ដាលងាកមើលបរិះចំណាស់បណ្ដាបន្ទាប់មកវាក៏រត់សម្ដៅទៅរកព្រៃតែនឹកស្មានមិនដល់ថាមានរឿងអាក្រក់កើតឡើងនៅយប់ផ្ទះឈើរបស់បរិះចំណាស់ត្រូវបានគេបាញ់ប្រហារជាភៀងព្រេងដែលធ្លាក់ចុះបានធ្វើឲ្យឆេះផ្ទះឈើនោះតាមពិតទៅអ្នករុករករ៉ែមាសពីមុននោះបានរកឃើញផែនទីហើយដេញតាមខណៈពេលដែលបរិះចំណាស់កំពុងប្រតែប្រតិបត្តិគាត់ត្រូវបានគេបាញ់ចំក្បាលរុករករ៉ែមាសបានបង្ខំឲ្យបរិះចំណាស់ប្រគល់មាសដោយគ្មានជំរឿបរិះចំណាស់ក៏ដកមាសបោះឲ្យគេប៉ុន្តែអ្នករុករករ៉ែមាសនៅតែមិនព្រមឈប់គេថែមទាំងចង់សម្លាប់បរិះចំណាស់ដើម្បីបំបិទមាត់ក្នុងគ្រាអាសន្ននោះដែលមកដល់ទាន់ពេលបានស្ទុះទៅបុកកំភ្លើងរបស់អ្នករុករករ៉ែឲ្យទៀតចេញទៅភ្លាមនោះក៏ក្រោកឈរឡើងហើយដើរសម្ដៅទៅរកគាត់បរិះនោះបានចាប់យកដំបងឈើមួយដែលមានស្រមោលអតីតកាលក្នុងចិត្តស្រាប់តែភ័យខ្លាចមិនហ៊ានចូលអ្នកជីកមាសទើបតែចង់វាចេញបានខំដំបងឈើនោះជាប់នឹងមាត់ដែលពោពេញដោយភាពសាហាវព្រៃមិនជាបងធំដល់លំងខ្លៅដូចពីមុនទៀតបានបុកទៅលើបរិះនោះយ៉ាងខ្លាំងរុញគាត់ចូលទៅក្នុងផ្ទះឈើដែលកំពុងឆេះដោយផ្ទាល់ផ្ទះឈើបានបាក់រំភ្លាមបរិះនោះបានស្លាប់នៅក្នុងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបែបនេះឯងហើយដោយសារតែរបួសរបស់បរិះចំណាស់ធ្ងន់ធ្ងរបន្ទាប់ពីបានមើលរូបថតកូនប្រុសជាលើកចុងក្រោយដោយសារតែនៅក្បែរបោះគាត់បានបិទភ្នែកជារៀងរហូតសង្ឃឹមថាគាត់នឹងកូនប្រុសនៅក្នុងពិភពមួយជួបគ្នាម្ដងទៀតនៅចុងបញ្ចប់នៃរឿងបឹកបានខ្លាយជាស្ដេចចោះថ្មីនៅក្នុងហ្វូមហើយថែមទាំងមានកូនពីរជាមួយចោះទៀតផងរាល់ពេលដែលដើរកាត់ផ្ទះឈើដែលឆេះនៅមាត់ទន្លេគាត់តែងតែនឹកឃើញដល់បរិះចំណាស់ដែលមានចិត្តសប្បុរសម្នាក់នោះមិនត្រឹមតែបាននាំគាត់មកកាន់ពិភពថ្មីនេះទេថែមទាំងបានផ្ដល់ជីវិតថ្មីដល់គាត់ទៀតផង Quayshow of ក្រសោបរាល់គ្រប់បែបផែននៃជីវិត